បាទសូមជម្រាបសួរខ្ញុំបាទឈ្មោះយិនហួរជាប្រធានផ្នែកវិស្វកម្មសំណង់ស៊ីវិលនៃសាកលវិទ្យាល័យ Norton ថ្ងៃនេះខ្ញុំចង់បង្ហាញនៅសកម្មភាពរបស់ផ្នែកមួយនៅក្នុងសកម្មភាពដទៃទៀតប្រចាំឆ្នាំគឺជាការតាំងពិព័រណ៍ស្នាដៃរបស់និស្សិតផ្នែកសំណង់ស៊ីវិលនៅក្នុងការតាំងពិព័រណ៍ពេលនេះដែរគឺថាយើងមាន project ច្រើននៅក្នុងនេះរួមមានដូចជាគ្រឹមគុំដែកនិងដំណគ្រឿងបន្គុំបៃតងអាមេគ្រឿងបន្គុំដែលទប់ជាមួយរំជួយដីរំញ័រសិក្សាពី dynamic និងស្ពានដែលជាស្ពានកាបដែលសង់បាននៅប្រឡោះល្វែងពីសសរមួយសសរមួយហ្នឹងបានវែងរហូតដល់2គីឡូម៉ែត្រព្រមទាំងនឹងដែរយើងមាន project ស្ពានដែលជាស្ពានវែងជាងគេក្នុងសម័យបុរាណគឺស្ពានកំពង់ក្ដីដែលធ្វើឲ្យសិក្សាសិស្សានុសិស្សដែលគាត់ទើបចប់ថ្មីពីមធ្យមសិក្សាមកនេះគាត់អាចស្វែងយល់អំពីស្ពានដែលជាប្រវត្តិសាស្ត្របូកជាមួយនឹងស្ពានទំនើបនាពេលបច្ចុប្បន្ននៅក្នុងនឹងដែរក៏យើងមានការដាក់តាំងពិព័រណ៍នៅស្នាដៃប្រកួតប្រជែងរបស់និស្សិតទៅលើវិស្វកម្មសំណង់ស្ពាន FAM ដែលក្នុងនឹងគាត់មានគំនិតច្នៃប្រឌិតផ្សេងជាច្រើនដែលធ្វើឲ្យស្ពាននឹងកាន់តែរឹងមាំនិងមានប្រសិទ្ធភាពខ្ពស់នៅក្នុងការគំនិត design បូកជាមួយនឹងស្ពានក៏យើងមានការដាក់តាំងពិព័រណ៍ឲ្យឃើញនៅភាពជាក់ស្ដែងរបស់រចនាសម្ព័ន្ធផ្លូវផងដែរក្នុងរចនាសម្ព័ន្ធផ្លូវហ្នឹងគឺយើងឲ្យស្គាល់អំពីថាតើផ្លូវស្រទាប់ផ្លូវនីមួយៗដើម្បីសង់ជាផ្លូវបានហ្នឹងតើវាមានអីគេខ្លះនៅក្នុងហ្នឹងអញ្ចឹងសិស្សដែលគាត់បានទើបចប់ថ្មីគាត់មកអញ្ជើញមកដល់ទីតាំងនេះគាត់នឹងឃើញនៅលក្ខណៈសម្បត្តិរបស់ការតាំងពិព័រណ៍នេះច្រើនលើសលប់មែនទែននៅក្នុងនេះបូកទាំងឧបករណ៍វាស់វែងសោយ៉ាដីមួយចំនួនដែលយើងទន្ទិញថ្មីហើយសោយ៉ាដីទាំងអស់នេះគឺមានលក្ខណៈសុក្រិតខ្លាំងក្នុងការវាស់វែងដែលជាទាមទារឲ្យនិស្សិតយើងនឹងក៏គាត់អាចនឹងស្វែងយល់ជាក់ស្ដែងនៅការវាស់វែងដើម្បីឲ្យគាត់បម្រើការទៅសិស្សការហ្នឹងគឺវាមិនមានការលំបាកទេដោយសារតែនៅក្នុងការតាំងពិព័រណ៍របស់យើងហ្នឹងក៏មានឧបករណ៍វាស់វែងមួយដែលអាចឲ្យនិស្សិតសិក្សាផ្ទាល់នៅសាកលវិទ្យាល័យផងដែរលើសពីនឹងទៅទៀតនៅក្នុងការតាំងពិព័រណ៍របស់យើងនេះក៏មាន material សំណង់ជាច្រើនប្រភេទទៀតដើម្បីឲ្យសិស្សនឹងស្វែងយល់អំពី material ទាំងអស់នេះក្នុងការសាងសង់ទៅលើអាគារទៅលើស្ពានទៅលើថ្មទៅលើរចនាសម្ព័ន្ធផ្សេងទៀតរបស់វិស័យសំណង់ស៊ីវិលផងដែរគោលបំណងសំខាន់របស់ការតាំងពិព័រណ៍នេះគឺចង់បង្ហាញឲ្យឃើញនៅវិស័យសំណង់ស៊ីវិលរបស់យើងទៅដល់និស្សិតថ្មីដែលគាត់ទើបចុះឈ្មោះចូលរៀនឲ្យឃើញថាតើរៀនចប់នៅផ្នែកវិស្វកម្មសំណង់ស៊ីវិលណាគាត់នឹងចេះអីគេខ្លះគាត់នឹងអាចធ្វើអីគេខ្លះគាត់នឹងចូលបម្រើការងារក្នុងវិស័យសំណង់ទាំងឯកជនក៏ដូចជារដ្ឋហ្នឹងតើគាត់នឹងទៅធ្វើអីគេខ្លះអញ្ចឹងដូច្នេះនៅក្នុងនឹងជារួមមកគឺគាត់អាចទៅខាងវាស់វែងសូយ៉ាដីគាត់អាចធ្វើស្ពានធ្វើថ្នល់ធ្វើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការដ្ឋានក៏ដូចជាទៅធ្វើរហូតដល់អគារខ្ពស់អគារពិសង់ពីដែកពីព្រែកកុងត្រាំងនិងតកតងនឹងប្រភេទ hydraulic dam គឺជាទំនប់ទឹកទំនប់វារីអគ្គិសនីអីជាដើមអញ្ចឹងដូច្នេះការដែលមកមើលឃើញផ្ទាល់នេះវាជាសញ្ញាណផ្ទាល់មួយឲ្យគាត់យល់ឃើញច្បាស់នឹងភ្នែកថាតើរៀនចប់នៅផ្នែកវិស្វកម្មសំណង់ស៊ីវិលនេះគាត់នឹងបានអីត្រឡប់ទៅវិញនៅពេលដែលគាត់បញ្ចប់ការសិក្សានៅនេះរយៈពេល5ឆ្នាំ